Xong ta cũng một cần bị ăn sâu English Zone 1 vàនេះគឺជា channel ដែលយើងនឹងរៀនភាសាអង់គ្លេស online បាទរៀនរយៈពេលខ្លីៗបាទអញ្ចឹងសូមបងប្អូនគិតថាការរៀនភាសាអង់គ្លេសវាជាការកំសាន្តមួយសម្រាប់អារម្មណ៍របស់យើងទី1ទី2បងប្អូនអាចចាយពេលប្រហែលជាក្នុងវីដេអូហ្នឹងវាអាចជា5ទៅ10នាទីទេបាទអាចរៀនលេងបាទទីបើយើងរៀនលេងសោះចេះដែរអញ្ចឹងមើលបងប្អូនចំណាយពេលប្រហែលជាតែប៉ុណ្្នឹងអាចនឹងចេះបាទចំណាយពេលជាប់ឲ្យយើងចេះទៅដាក់មេរៀនខ្លីៗហ្នឹងប្រហែលជា3ទៅ4ខែបងប្អូននឹងចេះអានជាសរសេរភាសាអង់គ្លេសតែម្ដងបាទតោះមកខាត់ពេលយើងចូលទៅមេរៀនទី2របស់យើងបាទអញ្ចឹងមេរៀនទី2យើងនឹងយើងរៀនពីអក្សរ C ដូចខ្ញុំជម្រាបខាងដើមយើងនឹងរៀនអំពីចរិតលក្ខណៈរបស់អក្សរ ABC បាទទាំង26តួបើយើងរៀនពីស្រៈតូលស្រៈផ្សំជួយជាអ្នកតូលជួយជាអ្នកសំហើយនឹងសូរផ្សេងបាទហើយយើងនឹងចេះអានចេះសរសេរភាសាអង់គ្លេសតែម្ដងឥឡូវយើងរៀនអំពីអក្សរ C យើងដឹងថាអក្សរ C ចរិតលក្ខណៈរបស់វាក្នុងភាសាខ្មែរវាមានសំឡេងខខបាទមានសំឡេងខខណាបាទអញ្ចឹងឥឡូវខ្ញុំសាកល្បងខ្ញុំឲ្យពាក្យនេះមួយបាទបងប្អូនសាកគិតមើលតើពាក្យនេះបងប្អូនអានថាម៉េចបើសិនជាអ្នកដែលគាត់ធ្លាប់ជួបគឺគាត់ចេះអានគាត់ចេះអានដោយសារតែគាត់ចាំដោយសារតែគ្រូប្រាប់ប៉ុន្តែខ្ញុំនឹងវាបងប្អូនធ្វើម៉េចបងប្អូនចេះអានពាក្យនេះដោយសារតែបងប្អូនយល់បាទអញ្ចឹងទី1យើងមើលក្នុងបាទនៅក្នុងពាក្យនេះយើងចែកជា3ផ្នែកបាទទី1គឺអក្សរ K ទី2គឺអក្សរ O ទី3សំទោសទី1អក្សរ C ទី2អក្សរ O ពីរដងទី3អក្សរ K អញ្ចឹងជា3ផ្នែកផ្នែកទី1ខ្ញុំឲ្យបងប្អូនយល់អំពីអក្សរ O ណា O ពីរដង O ពីរដង O គឺជាស្រៈប៉ុន្តែវាផ្សំចូលគ្នា2អញ្ចឹងអានេះគេហៅថាស្រៈផ្សំណាបាទស្រៈផ្សំ O នៅកន្លែងនេះ O ពីរដងនេះវាផ្សំចូលគ្នាមានសំឡេងឧណាបាទអញ្ចឹងយើងសូរឧហ្នឹងហើយឥឡូវយើងមើលផ្នែកចុងក្រោយគឺផ្នែក K អក្សរ K យើងមានសំឡេងកកណាបាទសំឡេងកឬក៏កខណាហ្នឹងមានសំឡេងកកខបាទខ្ញុំបានដាក់ចូលនេះហេអញ្ចឹងហើយផ្នែកមួយទៀតគឺវាមានសំឡេង C បាទ C មានសំឡេងខឬក៏ខអញ្ចឹងយើងសួរថាតើយើងយកពាក្យណាមកប្រើយើងយកសូរមួយណាយើងយកសូរកសូរគឬក៏យើងយកសូរខឬសូរខមកប្រើបងប្អូនចំណាំភាសាអង់គ្លេសគឺសូរវាគឺគោរពទៅតាមស្រៈបាទអញ្ចឹងបើសិនជាស្រៈមានសំឡេងបែបពុអូបងប្អូនយកអក្សរណាដែលមានសំឡេងបែបពុអូមកប្រើឧទាហរណ៍ដូចជាពាក្យនេះពាក្យ color នេះសំទោសស្រៈនេះស្រៈនេះសំឡេងឧណាអញ្ចឹងបើសំឡេងឧអញ្ចឹង C យើងយកសូរខមកប្រើណាអូខេK ក៏យើងយកសូរខមកប្រើដែរបាទអញ្ចឹងបងប្អូនសាកអានពាក្យនឹងមកអានថាម៉េចយ៉ាខឧខុអង្គខុកណាយើងអានថាខុកណាខុកបកថាចំអិនណាបាទចំអិនឬក៏ធ្វើម្ហូបឧទាហរណ៍ I cook for my children ខ្ញុំចំអិនម្ហូបព្រឹកអាហារសម្រាប់កូនរួនរបស់ខ្ញុំណាអូខេអញ្ចឹងបងប្អូនស្គាល់ពាក្យនេះហើយអញ្ចឹងគឺ cook ណាបងប្អូនអាចចេះអានឥឡូវខ្ញុំឲ្យទៅមួយពាក្យទៀតបាទពាក្យ C ដដែលខ្ញុំឲ្យទៅពាក្យមួយទៀតបងប្អូនសាកមើលពាក្យនេះអានថាម៉េចបាទយើងមាន3ព្យាង្គបាទមាន3ព្យាង្គបាទយើងអានពាក្យ3ព្យាង្គពាក្យនេះបាទអញ្ចឹងមុនទៅដល់អានពាក្យនេះបានបងប្អូនសាកមើលពាក្យនេះសិន C យ៉ា C យើងមើលមានសូរខណាយ៉ាO ទី2នេះគឺមានសូរO ណាយ៉ាសូរ O អញ្ចឹងសំឡេងវាអណាយ៉ាហ្នឹងអញ្ចឹងឲ្យយើងយក C យកអក្សរខមកណាបាទហើយ N វាមានសូរណណាយ៉ា N មានសូរណយ៉ាហើយ U ទៅនេះមានសូរ A ណាបាទអញ្ចឹងបងប្អូនសាកអានពាក្យនឹងមើលអានតែម៉េចអូមួយទៀត T បាទ T មានសូរតបាទដោយសារតែយើងដឹងហើយ U នេះមានសូរ A ហើយជាសំឡេងពួក អញ្ចឹងយើងយក T ណា T ទៅលើអក្សរដែលមានសំឡេងអណាអគឺតអូខេអញ្ចឹងសាកអានពាក្យថាម៉េចយ៉ាយើងអានថាអានេះខអានេះស្អូណាខអូខូណាអញ្ចឹងអានថាខូអានេះណ
nó u នេះthìគេមកខ្ញុំខាងនោះបាទ u នេះគឺស្រៈ a អញ្ចឹង nó a na to nut coconut អូខេ coconut បកថាផ្លែដូងណាហ្នឹងហើយស្គាល់ផ្លែដូងបងយ៉ាឥឡូវយើងមើលជាប្រយោគ I like coconut juice ណា I like coconut juice ខ្ញុំចូលចិត្តទឹកដូងណាអូខេបងប្អូនចូលចិត្តទឹកដូង I like coconut juice អូខេឥឡូវខ្ញុំឲ្យពាក្យមួយទៀតបាទយើងសរស៊ីតារ៉ែខ្ញុំឲ្យ3ពាក្យចាឥឡូវយើងមើលពាក្យនេះបងប្អូនសាកល្បងអានពាក្យនេះមើលអានចេញបាទយ៉ាស៊ីយើងដឹងហើយសំឡេងវាគឺខបាទនៅក្នុងភាសាអង់គ្លេសអក្សរ O បូកអក្សរ U បាទ O ក៏ជាស្រៈ U ក៏ជាស្រៈអញ្ចឹងកាលណាបូកចូលគ្នាវាក្លាយជាស្រៈផ្សំណាបាទសំឡេងវាមានច្រើនបាទប៉ុន្តែក្នុងនេះសំឡេងវាសំឡេងអោណាអោមានសំឡេងអ៊ូសំឡេងអោសំឡេងអប៉ុន្តែក្នុងនេះវាសំឡេងអោអូខេមានសំឡេងអោអញ្ចឹង N N ហ្នឹងវាសំឡេងណអូខេ T នៅក្នុងពាក្យនេះយើងអត់អានឲ្យឮសំឡេងទេប៉ុន្តែមានចេញសូរ th យេអញ្ចឹងបងប្អូនសាកប្រកបសិនមើលយេអានថាឧទាហរណ៍ណាខអោ cow នឹងណ count T គេ count យេបកថារាប់លេខឬក៏រាប់លុយបកថារាប់ count ហ្នឹងណាបាទយ៉ាអូខេនេះឃើញគេរាប់លុយបងប្អូនចង់រាប់លុយទេបាទអានថា count ឥឡូវឧទាហរណ៍ I count the money yes I count the money ខ្ញុំរាប់លុយ money បកថាលុយបងប្អូន I count the money អូខេបាទយ៉ាងម៉េចដែរបងប្អូនបានឆ្លងកាត់3ពាក្យបាទបងប្អូនខ្ញុំជឿថាបងប្អូនអាចយល់ដឹងអំពីចរិតលក្ខណៈរបស់អក្សរ C ហើយបងប្អូនបានស្គាល់ស្រៈមួយចំនួនគឺជាប្រភេទស្រៈតូលនិងស្រៈផ្សំហើយបងប្អូនបានចេះពាក្យមួយចំនួនបាទអញ្ចឹងបងប្អូនមានការយល់ដឹងបានប៉ុណ្ណាដែរបាទសូម comment ខាងក្រោមបាទអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូខាងក្រោយពេលក្រោយទៀតគឺវីដេអូនិយាយអំពីអក្សរ D អរគុណ